ថ្ងៃនេះហាចេញពីរៀនក៏ដប់កូនហួសទៅទិញកាដូជូនគាត់ដោយសារតែខ្ញុំបានសន្យាមួយគាត់ហើយថាប្រសិនបើគាត់រៀនជាប់លេខ1គឺខ្ញុំនឹងទិញកាដូដែលគាត់ចង់បានឲ្យទៅកូនរបស់ខ្ញុំតាំងពីចូលដល់ថ្នាក់ទី4នេះគឺថាការរៀនសូត្ររបស់គាត់ធ្លាក់ចុះជាងមុនអញ្ចឹងគឺគាត់បានចំណាត់ថ្នាក់លេខ2ទៅលេខ3ទាំងដែលឆ្នាំមុនតាំងពីដើមមកគឺគាត់ជាប់ចំណាត់ថ្នាក់លេខ1រហូតនេះដោយសារតែខ្ញុំអត់សូវមានពេលវេលាគ្រប់គ្រាន់សម្រាប់បង្រៀនគាត់ដូចមុនអញ្ចឹងហើយអាចនិយាយបានថាចំណាត់ថ្នាក់ធ្លាក់លេខនេះក៏ព្រោះតែខ្ញុំជាម្ដាយនេះអត់សូវបានបរៀនគាត់ដែរតែថ្ងៃនេះគឺគាត់ធ្វើបានល្អដែលខ្ញុំសន្យាថាបើសិនបើគាត់ជាប់លេខ1ខ្ញុំនឹងទិញកាដូដែលគាត់ចង់បានហើយឥឡូវនេះគឺថាបានរួចរាល់គឺគាត់ចង់បាន color ដែលប្រភេទល្អទៅសេអត់ដាមជាមួយនឹងសិភៅហើយមើលទឹកមុខចោះគឺថាសบายអខ្លាំងមែនតែនហើយម្យ៉ាងឥឡូវនេះកូនស្រីពៅរបស់ខ្ញុំក៏គាត់រៀងធំដែរអញ្ចឹងហើយខ្ញុំចាប់ផ្ដើមក្រិតក្រំជាមួយនឹងកូនស្រីបងរបស់ខ្ញុំវិញហើយគឺដោយខ្ញុំបានរៀបចំកាលវិភាគសម្រាប់ឲ្យគាត់រៀននៅផ្ទះនិយាយទៅការធ្វើបែបនេះវាទោះបីជាខ្ញុំរវល់អត់បាននៅទឿនរំលឹកគាត់ក៏គាត់អាចដឹងម៉ោងដែលគាត់ត្រូវរៀនសូត្របានដែរព្រោះយើងគាត់មានកាលវិភាគច្បាស់លាស់អញ្ចឹងទៅគាត់ធំហើយក៏គាត់អាចដឹងដែរហើយការដែលធ្វើកាលវិភាគសម្រាប់រៀននៅផ្ទះនេះនិយាយទៅគាត់នៅយ៉ាងតូចដែរកូនខ្ញុំទើបតែ8ឆ្នាំហើយប៉ុន្តែទោះវាមិនបានអនុវត្ត 100% ក៏បានត្រឹម 50-60% ដែរអាចនិយាយបានថាទោះបីជាខ្ញុំរវល់ការងារក៏ដោយប៉ុន្តែខ្ញុំគាត់ទៅទឿនគាត់រៀនបន្ថែមអញ្ចឹងទៅគាត់ក៏ដឹងម៉ោងអញ្ចឹងក៏រៀនអញ្ចឹងទៅនិយាយទៅវិធីនេះគឺល្អខ្លាំងមែនតើសម្រាប់អ្នកដែលរវល់ដូចជាខ្ញុំអត់សូវមានពេលវេលានៅតាមដាននៅបរិញ្ញាកូនអញ្ចឹងម្យ៉ាងគាត់ធំហើយយើងចង់ឲ្យគាត់រៀនឯករាជ្យរៀនដឹងម៉ោងដែលគាត់ត្រូវរៀននៅខ្លួនឯងអញ្ចឹងហើយការដែលគាត់រៀននេះនិយាយទៅកូនស្រីពៅរបស់ខ្ញុំនឹងគឺគាត់ដូចរបៀបថាធម្មតាមានអ្នកកាន់សភៅច្រើននៅផ្ទះអញ្ចឹងហើយកូនខ្ញុំនេះក៏គាត់ចូលចិត្តសភៅដែរនិយាយទៅឲ្យតែឃើញសភៅឃើញអីឃើញគេដេកអានហ្នឹងគាត់ក៏ដេកអានដេកមើលរូបភាពនឹងគេតាមឯងដែរអញ្ចឹងណាហើយបើយប់ឡើងវិញគឺចូលចិត្តសភៅអានដូចគ្នាដល់ថ្នាក់ពើខ្លះយប់ឡើងនឹងដេកប្រមើទីឲ្យប៉ាមកអានសភៅក៏មានដែរហើយមួយវិញទៀតចំពោះកូនស្រីពៅរបស់ខ្ញុំនិយាយទៅបើសិនបើអ្នកជុំវិញខ្លួននឹងគាត់មើលទូរស័ព្ទហើយគាត់ឃើញគឺគាត់ដដើមយកមើលដែរប៉ុន្តែបន្ទាប់ពីមើលហើយគឺអាកប្បកិរិយារបស់គាត់គឺប្រែប្រួលខ្លាំងមែនទែនគាត់ចាប់ផ្ដើមយំចាប់ផ្ដើមឡំប៉ានិយាយទៅមួយថ្ងៃវងងាកនឹងគឺងែកងក់រហូតចឹងហើយខ្ញុំក៏ព្យាយាមមិនមើលទូរស័ព្ទឲ្យគាត់ឃើញដែរទេហើយសម្រាប់ខ្ញុំជាម្ដាយនិយាយទៅខ្ញុំតែងតែដាស់តឿនកូនរបស់ខ្ញុំនឹងឲ្យរៀនសូត្ររាល់ថ្ងៃគឺមិនដែលខានមួយថ្ងៃទេដោយខ្ញុំអត់រំពឹងតែលើសាលាមួយមុខទេខ្ញុំជាម្ដាយឪពុកនឹងក៏ខ្ញុំត្រូវតែបង្ហាត់បង្រៀនបន្ថែមតាមដានការសិក្សារបស់កូននៅផ្ទះបន្ថែមដែរដើម្បីឲ្យកូនកាន់តែការរៀនសូត្ររបស់គាត់នឹងកាន់តែល្អជាងមុនអញ្ចឹងណា